ប្រវត្តិសង្ខេបរបស់ឧបាសកចៅយ៉ាន់ឧបាសកចៅយ៉ាន់ប្រសូតនៅឆ្នាំ1938ស្ថិតនៅភូមិថ្នោតជ្រុំឃុំកូតូស្រុកស្វាយតងខេត្តអាយ៉ាឧបាសកយ៉ាន់ជាបុត្រទី3និងជាបុត្រប្រុសតែមួយក្នុងចំណោមបងប្អូនរួមឧប6នាក់របស់តាយុទ្ធយាយភើដែលបងប្អូន6នាក់រួមមានទី1លោកយាយខិនទី2លោកយាយថនទី3លោកតាយ៉ាន់នេះឯងទី4លោកយាយប្រងហៅតដុលទី5លោកយាយវ័នទី6លោកយាយគីនលុះលោកតាយ៉ាន់កាន់តែចម្រើនវ័យវឌ្ឍនាដោយសម្លឹងឃើញកូនប្រុសចូលចិត្តលេងនិងកែច្នៃនៅគ្រឿងឧបករណ៍ភ្លេងតាមបែបក្មេងលេងសម័យនោះនិងសម្លឹងឃើញទេពកោសល្យរបស់កូនប្រុសមានចំណូលចិត្តផ្នែកខាងភ្លេងលោកតាយុទ្ធក៏បានឲ្យយុវជនចៅយ៉ាន់ទៅរៀនផ្នែកតន្ត្រីសម័យរហូតដល់បានចេះចាំស្ទាត់ជំនាញនិងបានបង្កើតជាក្រុមតន្ត្រីសម័យទទួលលេងកម្មវិធីផ្សេងលុះកាន់តែចម្រើនវ័យសំលមមត្រូវរកគូស្រករលោកតាយុទ្ធយាយភើដែលត្រូវជាមាតាបៃតាក៏បានចូលចែចូវស្ដីដណ្ដឹងយុវតីនាងប៊ីជាកូនស្រីរបស់តាប៉ាន់យាយនុតនៅភូមិជាមួយគ្នាធ្វើជាភរិយាមិនយូរប៉ុន្មានមេបាទាំងសងខាងក៏បានរៀបចំផ្សំផ្គុំរៀបការកូនប្រុសស្រីទៅតាមប្រពៃណីទំនៀមទម្លាប់ខ្មែរយើងតាំងពីបុរាណមកចំណេរក្រោយមកក្រោយរៀបអាពាហ៍ពិពាហ៍រួចទៅចៅយ៉ាន់នាងប៊ីប្រកបមុខរបរចិញ្ចឹមជីវិតតាមសាមាអាជីវោតាមរបៀបភូមិស្រុកក្នុងតំបន់រហូតបានបុត្រីម្នាក់ជាចំណងដាយឈ្មោះកុមារីនាងមីនជាចំណងដាយអាពាហ៍ពិពាហ៍ប្រកបដោយសុភមង្គលក្នុងគ្រួសារនិងបានចិញ្ចឹមបែកបាច់កូនប្រកបដោយព្រហ្មវិហារធម៌លុះបុត្រីជាទីស្រឡាញ់ចម្រើនវ័យអាចរៀបចំឲ្យមានគ្រួសារបានក៏មានគ្រួសារលោកតាតឿងយាយខុំបាននាំអ្នកផ្លូវចៅមហាមកចែចៅយុវនារីនាងមីនឲ្យបានជាគូនឹងយុវជនចៅស័ក្តិឲ្យបានគ្នាជាគូស្វាមីភរិយាបង្កើតបានជាសង្គមគ្រួសារមានបុត្រាបុត្រីចំនួន4នាក់ទី1ចៅមនទី2នាងម៉យទី3ចៅសាន់និងទី4ជាកូនពៅនាងសុធាពេលវេលាកាន់តែកន្លងទៅបន្តិចម្ដងវ័យចាស់ជរាក៏បានគៀកមកគិតចិត្តមនុស្សក្នុងលោកនេះធ្វើឲ្យភាពក្មេងคล้ายទៅជាចាស់ក្នុងពេលនោះដែរលោកតាឧបាសកយ៉ាន់ក៏មានចរិយាពាទ្យមកបៀតបៀន
อยู่ខែอยู่ស្នាមកូនចៅខិតខំបំពេញកតបកិច្ចជាកូននិងជាចៅរក្សាព្យាបាលលោកតាឲ្យអស់ពីទឹកចិត្តមិនយូរប៉ុន្មានពេលនេះនៅថ្ងៃប្រហោះមួយកើតខែបុស្សឆ្នាំថោះបញ្ចស័កពុទ្ធសករាជ2567ត្រូវនៅថ្ងៃ11មករាឆ្នាំ2024ឧបាសកតាយ៉ាន់គាត់បានអនិច្ចកម្មនៅវេលាម៉ោង5ទៀបភ្លឺថ្ងៃនេះលោកតាឧបាសកយ៉ាន់ដែលត្រូវជាឪពុកជាទីស្រឡាញ់ជាតាជាទីស្រឡាញ់បានលាចាកលោកលាចាកឆ្ងាយពីកូនលាចាកឆ្ងាយពីចៅទៅហើយដែលជាការលាជារៀងរហូតដោយគ្មានថ្ងៃវិលវិញបន្សល់ទុកត្រឹមក្តីស្រណោះអាឡោះអាឡាយដល់កូនចៅនៅស្នាមដានអនុស្សាវរីយ៍ជាច្រើនមានទាំងភាពផ្អែមល្ហែមមានទាំងភាពជូរចត់ដែលជាភាពស្ដាយស្រណោះទុកសោកក្រៀមក្រំដែលកូនចៅមិនអាចបំភ្លេចបានចាប់ពីពេលនេះទៅទាំងកូនទាំងចៅលែងបានឃើញមុខលោកទៀតហើយបានត្រឹមតែសូមបួងសួងឲ្យវិញ្ញាណក្ខន្ធរបស់លោកឪពុកលោកតាបានទៅកាន់សុគតិភពសោយសុខនៅក្នុងកំណើតថ្មីនិងសូមសងសច្ចាជាតិមុខមានកំណើតជាញាតិនឹងគ្នាបន្តទៀតកូនចៅប្រុសស្រីពុកលាហើយលាឈ្មួនត្រានត្រើយលាទាំងទឹកភ្នែកអរាតានតឹងទ្រូងអើយស្ទើរបែកចិត្តមិនចង់ញែកចាញ់ពីកូនឡើយ ធ្
ធ្វើមកដាច់មានកម្មប្រចាំកាយពុកឃ្លានទៅស្ងាយពីកូនចៅហើយតាលាទាំងទុកពុកលាត្រានត្រើយខ្ញុំសូមលាហើយលាញាតិប្រុសស្រីលាអ៊ំមីងពូបងប្អូនទាំងឡាយក្មួយចៅចិត្តឆ្ងាយកាយคล้ายជាដៃបំណាច់នឹងឃ្លាតសូមញាតិប្រណីអត់ទោសខន្តីអភ័យមេត្តាក្រែងលោកខ្ញុំធ្វើអំពើស្គមស្គងរំលងពិពេចដោយកាយវិចារដោយខ្លួនតាំងងំឬអចេតនាបងប្អូនយាយតាជួយត្រាប្រណីលាទាំងភូមិឋានដានដែនធ្លាប់សុខលាលែងជួបមុខភូមិស្រុកបុរីលាស្រែចំការលាគោក្របីលាទាំងអាល័យគ្មានថ្ងៃវិលវិញលាកន់ទេលខ្នើយធ្លាប់កើយរាល់ថ្ងៃលាមហូបលាបាយធ្លាប់អាស្រ័យរស់លាមុខតំណែងលាស័ក្តិលាយុះនៅសល់តែឈ្មោះរស់នឹងកូនចៅលាសិលលាទៀនខ្ញុំធ្លាប់មានថែលាចៅនេះស្នេហ៍ដែលតាធ្លាប់ហៅលាទឹកពេងប៉ាន់តែត្រជាក្តៅលាសម្ពត់អៅទំពុកផ្ដៅផងណាធ្វើមិនដាច់សង្ខារជីវ៉ាស័ព្ទមានហើយតែងបាត់ជាធម្មតាមនុស្សសត្វគ្រប់រូបលើលោកាក្នុងវដ្តសង្សារសុទ្ធតែស្លាប់ជីវប្រវត្តិសង្ខេបរបស់ឧបាសកលោកតាយ៉ាន់បានបញ្ចប់ឲ្យសង្ខេបតែប៉ុណ្ណេះសូមអរគុណសូមអរគុណ